thầy đi bán thầy ông thầy ấy ông thầy mà nó không ai bình cá bằng gì không ai cho bạn vậy không mà sạm thức phải nằm đấy ừ có mẹ đi con sừng khát có mẹ đây đây 30 ឆ្នាំហើយនៅនិយាយខ្មែរអត់ច្បាស់ទេអ៊ំណាក្រូចពោធិ៍សាត់ឥឡូវមកផ្លូនហ្មងណាក្រូចពោធិ៍សាត់មានណា 20000 មានណា 15000 ផងអត់ឃើញអ្នកលក់តលងឆាតគាត់អូល្អល្អហ្នឹងណែនំអាកោខ្ទិះយកមកផ្អប់មកពូចេញលេងឲ្យមិនចាំតែយកលុយទេបងណែលុយបាទជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះគឺខ្ញុំធ្វើដំណើរទៅខាងស្រុកបាននន់ពុកម៉ែបងប្អូនហើយកន្លែងដែលខ្ញុំកំពុងតែថតនេះគឺនៅក្នុងស្រុកសង្កែបងប្អូននៅនេះគេហៅថាភូមិស្លក្រាមឃុំវត្តមឹមស្រុកសង្កែខេត្តបាត់ដំបងពុកម៉ែបងប្អូនអញ្ចឹងនេះនៅខាងត្បូងក្រុងបាត់ដំបងប្រហែលជា 5-6 គីឡូទេហើយផ្លូវនេះផ្លូវត្រើយខាងកើតស្ទឹងសង្កែហើយផ្លូវនេះគឺចាក់ទៅកាន់ប្រាសាទបាននន់អីបានដូចគ្នាណាបងប្អូនអញ្ចឹងឡើយនេះផ្សារគេឲ្យផ្សារស្លក្រាមលក់ផ្កាចន្ទុយពូបាទអូល្អល្អហ្នឹងណែពូដឹកលក់ដល់ណាវិញនេះទៅដល់ភូមិព្រៃតឹងព្រៃហ្នឹងលក់មកមួយប្រហែលពូមកបាច់នេះមកអាហ្នឹងបាច់2000អត់ទៅមកបាញ់1000ខ្ញុំបាញ់បាទអូល្អណាស់ពូណែពូលើកពីគេមកឬមិនដាំខ្លួនឯងអូដាំខ្លួនឯងបាទខ្ញុំយក2បាច់មកពូយកធំហ៎បានយកធំ2បាច់ពូដាំនៅខាងណាវិញខ្ញុំនៅដាំនៅខ្សែសក់អូខ្សែសក់យើងនេះបាទនៅចិត្តដែរខ្ញុំទៅបាត់ដំបងខ្ញុំទៅបណ្ដន់ចង្អស់ 4000 ទេពូដាំដីច្រើនទេពូដាំដីមរៃបាទមរៃលើសតិចចុះមរៃតិចទូចបាទពូបាទអស់ 4000 ទៅពូរាប់មើលខ្លាច់ខ្វះពូក្អូបតិចតិចកាចន្ទុល្អគ្រប់ហើយពូបាទអរគុណច្រើនពូជម្រាបលាបាទជាងផ្កាចន្ទុគាត់ស្រស់ល្អមែនតើគាត់ដាំនៅខាងខ្សែសក់បងប្អូនខ្ញុំឃើញគាត់ជីលក់តាមផ្លូវគាត់ថាលក់ដល់ខាងរាំងកសីខ្ញុំឈប់ទិញនៅមុខសាលាបឋមសិក្សាកំពង់ចែងឥឡូវខ្ញុំមកដល់ចិត្តប្រាសាទបាននន់ហើយបងប្អូនជាងផ្លូវនេះយើងត្រូវឆ្លងស្ពានសិនឆ្លងស្ពានទៅត្រើយខាងលិចស្ទឹងសង្កែបានដល់ប្រាសាទបាននន់ជាងថ្ងៃនេះមេឃយើងលឹមបន្តិចបើកថ្ងៃបន្តិចលឹមបន្តិចបើកថ្ងៃបន្តិចខ្ញុំជិះមកលឹមរយចឹងទៅបើកថ្ងៃទៅជាងកន្លែងគោស្ពាននេះគេលក់ផ្លែឈើអីច្រើនមែនតើអូនេះមិញហ្នឹងទៅទិញអាកាចន្ទុគាត់កន្លែងនោះឥឡូវកន្លែងនេះដាក់លក់កាចន្ទុដែរមើលផ្លែឈើតឡងអីល្អនេះចឹងឆ្លងស្ពាននេះទៅដល់ត្រើយខាងនោះគឺដល់ច្រកចូលប្រាសាទបាននន់តែម្ដងនៅមុខប្រាសាទបាននន់ហ្នឹងគឺមានអ្នកលក់ដូរច្រើនលក់ដូរផ្លែឈើនំនែកចំណីអាហារអីចឹងទៅឥឡូវខ្ញុំមកដល់មុខច្រកចូលប្រាសាទបាននន់នៅខាងមុខខ្ញុំហ្នឹងច្រកចូលពុកម៉ែបងប្អូនតែខ្ញុំមិនបានចូលទេប្រាសាទបាននន់ដោយសារតែខ្ញុំចូលច្រើនដងហើយចឹងអ្នកនៅខាងមុខច្រកចូលនេះគេមានអ្នកលក់ដូរច្រើនមែនតើពេលច្រើនក៏លក់ផ្លែឈើបងប្អូនលក់ផ្លែឈើរដូវកាលនេះរដូវកាលក្រូចបងប្អូនសម្បូរក្រូចពោធិ៍សាត់ក្រូចថ្លុងខាន់ឡុងតបែកអីគឺសម្បូរមែនតើនៅខាងនេះសម្បូរខ្ញុំរត់ទិញខាន់ឡុងនៅខាងនอกបងប្អូននៅអាទល់មុខស្ពានហ្នឹងស្ពានជាងឡើយនេះមានវងមូលលោកយាយទៅអាទូផ្លែឈើអូមានលក់តរ៉ែនទៀតលក់តរ៉ែនដល់ខែនេះតរ៉ែននៅរីនេះតែគាត់ដឹកស្អាតក្រូចហ្មងគាត់ស្អាតក្រូចនៅខាងនេះសម្បូរក្រូចចឹងផ្លូវឡានជិះទៅហ្នឹងទៅចូលក្រុងបាត់ដំបងវិញបងប្អូនហើយមកខាងនេះមកខាងស្ដាំនេះឡើងទៅកាន់រូងអសតេអីហ្នឹងលះហាគាត់លះហាគាត់ក៏មាន3រសជាតិដែរ
vậy rút chiết là những cái lỗ play chơi này mày chụp số bong bong sầm rạ ấy thanh long lộ mấy bong thanh long lộ mấy rồi lo bảy con muối trong tôm ăn kham mấy mà cả lố ăn thay ăn phá bảy phá này trong mà cả lố bắt đi phá vô tâm mà cả lố mà thanh long vô khang nam màu bên rồi bọc mai vậy khi nơi khang mông người xây rồi bù bạn thì chán mọi lụa bọc mai rồi lòng ní nơi dương nừng nơi bản non dương nừng bán chai bọt bán bay bọt này class house can đi này class khăn lòng lại chơi chơi đá nữa nè rồi bồ sát lớn mà plon mà nó rồi bồ sát sẽ là bon nó đi đái mà nè chơi bọt rồi bồ sát nhung miền này tay rồi chiên nào ní mày tự xong lộ mũi bàn đấy trong đang rồi chiên nào ní rồi bồ sát phê chán vì ai thà chu ai mày này bông nâng này rồi khang ốc chơi rú tiệ cho đây trong lộ mũi rú tiệ bạn nhâm nó khang nâng ai bạn chân cối ní nó khang chai một pot này bông nhưng mà đào là làm chết thật chất tần tích bán đấy bông ai tụt xa luôn ai nhầm lộ tần tích thế nó như máu ấy bông ủa hỏi tặng ó này con chả nó bông đấy nhưng xong nhai khăn long lên tịch nhưng tinh phốt cắt nó tinh phốt nhom dây tao ở chu riêng sạp bà chu sạp thằng ok chu riêng em tích tích đi chu riêng sạp bà bà thay bà có con nói bảo nhom cha khăn long tích à u miên nông pom đấy bù bát đấy lụa lươn lụa tăng bismol nào bù hoạt này ini rất lụa một đòn khai lá một đòn chậm đòn tiền bạn nông pom tinh bột đói á lụa mấy bù bột 100 một tiền anh em mua một pon nó bù phần nè đi đi nghiền đi tỉnh ít sẽ ăn mua nè nó nấu tới cho miên sẽ ăn ọt cho nghiền này nhưng vô pì mà nó mùi mặn mà nhưng vô pì cái đảo nó chết phơ cái đảo nó chết phơ cái đây sao ở đây thôi tí đi bà con quần anh mến bố con như tinh cái cà tinh cái kê đấy bà phô quần ấy ai chỉ nên tràn bố này con đấy phải bạn đầm
លើពេកដែរ ខ្ញុំថាមកទិញនំពុំពូ ចាំមក ខ្ញុំជីរដងឃើញពូមួចាក់ បាទ ថ្ងៃនេះអស់បាច់ចាំមកជើងក្រោយ នេះក្រោយអី នឹងស្អែកខ្ញុំបានមកទីអត់មិនកាលមកទឹកទៀតមិនបានមកម្ដងទៀតអូនេះពោតគេហៅពោតលាក់ បាទ ពោតលាក់ផ្អែមមកពូនេះ ដាក់ទឹកខ្ទិះដែរ សាច់ឡើងពេញមានទឹកខ្ទិះទេពូនេះ មាន ដាក់មកពូអាហ្នឹងទឹកខ្ទិះពូដាក់ខាងក្រៅទៅឬគឺលាប លាបដាក់អាំង អូដូចជាមិនបាច់ទេពូមិនបាច់ទេកុំឲ្យប្រឡាក់ញ៉ៃច្រើន ចាំពេល បានអត់អីពូចាក់នំពុំហើយបើសិនបានចាក់នំគ្រក់ទៀតមែនទេពូនំគ្រក់ អត់ចេះចាក់ អត់ចេះធ្វើចុះបងស្រី ក៏អត់ព្រមចិត្តប្រកបដែរ ដប់ចាក់ គឺបាននេះមក នំគ្រក់គឺមាននំគ្រក់ផ្អែម មានតាំងពីលឹកអីគេបន្លែលុក បាទហ្នឹងហើយនំគ្រក់ត្រូវមានបន្លែ ហើយយើងអត់ចេះធ្វើវាអត់ត្រូវគ្នាអត់ខាងទេ បាទពូលក់រងថ្ងៃនេះ បាទ ឈ្ងុយបាត់ហើយលក់ដាច់ហ៎ពូនេះ នេះដែរឬអី វាថ្ងៃសៅរ៍អាទិត្យលក់ដាច់ច្រើនសម្បូរមនុស្សនៅមួយទៀតទេពូ ពូលបងនេះលបងសតាំងពីដើមមកហើយពូលបងនៅក្រោយពូនេះ អូយពីណានដែរមកនឹងកើតមកឃើញប៉ុណ្ណឹង កាត់មកឃើញ ឃើញ បាទពូលុយអស់ 2000 ណាបាទអរគុណពូជ្រាបលាពូបងសំខាន់ឡងវិញសំខាន់ឡងទៀបនៅនេះបងឲ្យលក់1គីឡូប៉ុន្មាន 5000ខ្ញុំទុំទិញនៅខាងតាក្រៀមខាងតាក្រៀមសបោណាផ្លូវទៅអាកវិញពួយបាទជើងខ្ញុំចេញពីប្រាសាទបាណន់នេះខ្ញុំទៅខាងមុខទៀតបងប្អូនខ្ញុំទៅឡើងទៅកាន់ខាងរូងខាងអីខ្ញុំមើលទៅដល់ខាងហ្នឹងខ្ញុំខានទៅយូរហើយឥឡូវខ្ញុំជិះហួសផ្សារបាណន់ហ្នឹងឃើញគាត់ហាលេខនេះដូចជាប្រភេទថ្នាំខ្មែរបងប្អូនប្រភេទថ្នាំខ្មែរចាស់គាត់នៅខាងក្នុងគាត់ហាលើមិនជិះទឹកពីដើមអីគេអញ្ចេះខ្ញុំសាកហិនបន្តិចមើលអូអត់មានធំក្លិនអីផងខ្ញុំអត់ដឹងដើមអីទេនេះគាត់ហៅច្រើនដែរហ្នឹងខ្ញុំជិះហួសផ្សារបាណន់ប្រហែល1គីឡូបងប្អូនផ្សារបាណន់អត់កន្លែងនេះគាត់លក់ដំឡូងឆាបអត់ឃើញអ្នកលក់ដំឡូងឆាបគាត់អូនបងទិញដលងបងមកថងប៉ុន្មានអូន ថង500 ទៅឆាបថ្មីហ៎ ចា ថង500ពូយកទៅ2ថងផ្អែមខ្លាំងហ៎ឃើញដាក់ស្ករច្រើនមួយផ្អែមខ្លាំងអត់ អត់អញខាងផង ស្មោមហ៎ឡែមហ៎ ចា អត់រៀនទេក្មួយនេះបាកងហើយ អត់រៀនផងអត់រៀនទេអស់2000ណា 300 អូជាងអស់តែ1000ទេ ចា អូអរគុណឲ្យលុយលើហ្នឹងហើយឃ
ឃើញពោតឡងតំណងមែនតែគាត់លក្ខណៈគាត់ប្រឡាក់ស្ករបងគាត់ដាក់ស្ករជំរឿផ្អែមអត់បងតែមានស្ករអាចយកផ្អែមហ៎ต้องស្រួយអត់ផ្អែមទេលក្ខណៈគាត់ដាក់អំបិលដែរបងប្រៃឡែមមានស្ករមានអំបិលនំអាកោខ្ទិះអូអំបិលខាងណាវិញបង ទីមានជ័យបង បងមកពីទីមានជ័យមែន បាទបង អាកោខ្ទិះឃើញល្បីនៅខាងភ្នំសំពៅឃើញសវោធ្វើលក់ណានេះបងលក់មិន មកអស់ មកបោ2500បងណាយកចេញមកក្រាទីមើលបងសុំបើកមើលតិច 2000កោនេះទី អូ ទីក្រៅ ទីក្រៅមិនទីនៅក្នុងហ្នឹងទេបាទមិនហ្នឹងមកប្រអប់ប៉ុន្មាន 2500បង ខ្ញុំយក2មកបងអស់5000អញ្ចឹងណា បាទ បងមកនៅបាត់ដំបងឬក៏ដឹកពីនោះមក ដឹកពីនោះមកបង ពីទីមានជ័យ បាទ អូ ហើយលក់ស្មើណាអស់ទៅផ្ទះវិញ មក4មក5អស់ហើយ 4 5ហ្នឹងនេះលក់ដាច់ដងថ្ងៃមិនហ្នឹងឃើញបងនៅមុខភ្នំបណ្ណាន់តាខ្ញុំឈប់ទិញពោតអត់ហ្នឹងនេះបងលក់ដល់ណា មកដល់រូងមក ដល់រូងត្រឡប់មកវិញមកណា បាទ ខ្ញុំទៅខាងហ្នឹងដែរតើខ្ញុំជិះទៅខាងហ្នឹងជិះទៅលេងចឹងអស់5000ហ្មងណាអាកោខ្ទិះនេះប្រទេសមានជ័យនៅបាត់ដំបងល្បីនៅខាងភ្នំសំពៅអូអត់ទេជួនមកទៀតលក់ដាច់ខ្លាំងណាបង មកកៅហ្នឹងលោក មកអស់ 2500 ពីถึงพันเยอะเลย ទៅយកលុយទិញបានប្រអប់យកបានប្រអប់យកមកប្រអប់មកពូចេញលុយឲ្យមកចាំតែយកលុយទេបងណែលុយអត់រៀនទេថ្ងៃនេះក្មួយ ច្បាស់ អូវ៉ាកងហើយវ៉ាកងទិញរងថ្ងៃមែនទិញពូរងថ្ងៃមែន ដឹងប្អូនមានអ្នក ថ្ងៃនេះឃ្លានទេ កូនបង បានអរគុណបងជម្រាបលាបងអូឡានក៏បាក់លឿនមែនតើចឹងទៅខាងមុខដល់វិទ្យាល័យសខេងកន្ទឺ2បងប្អូននៅខាងមុខនោះឆ្លងស្ពាននោះដល់ហើយអាកោខ្ទិះគាត់មាន2ពណ៌បងប្អូនមានអានេះដូចលឹកតើយនេះរៀងចង់ខៀវបន្តិចហើយមានអសរហើយទឹកខ្ទិះគាត់លឹងខាប់បងខ្ញុំភ្លក់អាពើនេះមួយមើលពើតើយទំនងមែនទែនចឹងនៅបាត់ដំបងយើងខាងភ្នំសំពៅល្បីខាងនៅមកកោនេះឆ្ងាញ់ដែរបងប្អូនឆ្ងាញ់ទឹកខ្ទិះគាត់អត់សល់ផ្អែមទេអ្នកខាងអូអំបិលខាងបទីមានជ័យបងប្អូនកន្លែងនេះខ្ញុំជិះកាត់រដងឃើញគាត់ដាក់លក់នេះមានតពាំងមានអីមានតពាំងមានបន្លែមានអីច្រើនណាស់នេះគាត់ដាក់លក់នៅមុខផ្ទះគាត់ហើយឯណាម្ចាស់ខាងនេះម្ចាស់ផ្ទះគាត់អ្នកលក់ឬក៏ខាងណាខ្ញុំមិនដឹងដោយសារមានផ្ទះ2នេះបងប្អូនខ្ញុំចង់បានតពាំងតែដឹងអ្នកលក់នៅណាអូតពាំងអត់ទៅគួនបងជំរាបសួរមិញអ្នកណាគេអ្នកលក់នេះហ៎មិញអ្នកលក់អីបាទមិញនៅក្នុងអូមើលតំណាំមិញនេះក៏ដាំរណងអូសតបន្លែស្អាតតំណាំមិញណាមិញដាំបន្លែតំណាំបានច្រើនណាស់ក្រោយទៀតហ៎ខ្ញុំទិញត្រពាំងមិញអូត្រពាំងប្រកាសពីត្រពាំងនេះហើយមែនទេមិញសិតទៅដើមអស័យលក់មិនត្រពាំងមិញនេះត្រពាំងស្រស់នេះមិញ
bán គីឡូនឹង2,500 mà cái lỗ pi con pram ចា giấy pi con thảm ញោមអី bán anh ấy chay mình slo cả đấy ចៃខាងអស់នេះ chay tầng ọ អ៊ំបកនេះចៃនេះ mà cái lỗ bán pan ná mình mà cái lỗ bán mà sờ ló mình nè lơ khoáng mình nè ចា trình mình nhé miền tăng tập bèn chuột vậy អីទៅទៀងពឹកទៅទៀងខនំនេះ bèn phun mình nè ចា ô đi ô trình đi đi mà cái lỗ chiên mà đấy mình nè đã tham tiền nhưng vô tâm mà cái lỗ ta មកតែ1គីឡូហ៎ bán មកតែ1គីឡូខាងអស់នេះឲ្យ3ពឿន30 tầng ọ nắng tới bay pon để bà mình lụa tham mà cái lỗ pi pon pram 2,500 về tầng ọ nó lụa tới bay pon thì ទេបាទនេះគ្រប់2គីឡូទេ mà hà nội chân lỗ mình chân vô tầng ọ đó mình ចា chân lập bự sao lập bự mình vậy nè lập bự á កប៉ៅញោមហ៎ giờ lập bự nó mình năm đầu cào mến ចាំមកអត់ឡា và អ៊ំកាត់គោហុកឡាអត់ឡាអ៊ំអត់មកទៅប៉ាន់នេះ và vô tập bèn tới mình nhưng mà trơ cao lập bự phong អត់ទៅប៉ាន់នេះតែពីងណាហ្នឹងអត់ដែរ bèn mình ăn đi là nó đôi khi nhỉ គឺលុយគ្នាกันนั่นแหละ còn ăn đi về nhỉ អានេះវិញអានេះទៅខាងហ្នឹងអានេះចៃ mà tao mình ban mình giờ so cho ban chẳng mình ចា nhưng đọc mình ở so bàn thì mình miền pan ấy ban giờ so cho ban đọc nhưng mà so bàn thì អ៊ំថៃទេ bán អ៊ំថៃ ông thầy ô ấy ông thầy mà đâu không ai bình cá ban gì không ai cho ban chứ không អ៊ំមក30ឆ្នាំ ដែរនេះ អឺ ក៏មេទេអ៊ំសង្ខាត់ក៏មេដៃដែរ 30 ឆ្នាំហើយនៅនិយាយខ្មែរអត់ច្បាស់ទេអ៊ំណា คุณน่ะเป็นดงเป็นอย่างอมดำคุณเองให้ลวกบานสนามน่ะดำคืออมเต้งใดอยู่ขนาวุฒขนาคุณดงบานเลยอยู่คุณน่ะ บ้า นี่ น เพิ่งดูอมดำคุณเองนี่ไอ้พวก บ้านอู้อมอุตสาหนะ อมมาบานสนามมาเด้ ឧស្សាហ៍អ៊ំមិនបានមកនៅខ្មែរបានប្តីខ្មែរមែនអ៊ំ ได้คุณแม่ អូប្តីខ្មែរអ៊ំប្រុសនៅខាងណាចុះ ไทยทำงานไทยได้อมมาแต่นู่น បាទតែយកអ៊ំប្រុសនៅខាងណាវិញអ៊ំប្រុសនៅក្នុងហ៎ อ่าได้อมเต้งเลย ទេអ៊ំ30ឆ្នាំនិយាយខ្មែរអត់ច្បាស់ อ่า មកពីអ៊ំមកសោព្យាយាមនិយាយដឹង 30 ចុះអ៊ំដែលទៅថៃដែលទៅលេងថៃវិញដែរ ไป ដែរទៅไปហ្នឹងទៅហ្មង ไปมีបងប្អូនញពុនកូនก็มีពុន ប៉ុន្តែអ៊ំដឹងហើយមកយាក្រោយនេះយើងមានបញ្ហាព្រំដែនអ៊ំណា ไม่มี បាទ ไม่มีพระหะผมแดด បាទ อมมาบานสนามแล้วอมก็เป็นโอนเป็นส่วนสัตว์เขมรได้ละ บ้าน ก็อยู่ได้สบายเป็นเขมร បាទ ได้ ហ្នឹងហើយអត់អីទេអ៊ំ ออกจากพุ่นแล้วบ่ได้เป็นพุ่นเลยได้เป็นที่เลยดิ បាទ บาท ចុះអ៊ំនៅម៉ានអ្នកនៅផ្ទះ นี่แต่ปีเนี้ยนี่แหละ ពីអ្នកអ៊ំប្រុស มีแต่อมปอกกับ ចុះកូនចៅទៅណាអស់ហើយ ฮะ កូនចៅ คนเจ้ามีก็อยู่ขนาพุ่นไอ้นี่ไม่มีเดี๋ยวอดเลยเขาโปะแม่บ้องโอนเขาอยู่ขนาวัดขนาพุ่น វត្តខ្នាស្គាល់ អា អូទៅលេងនៅខាងខ្នាតែអ៊ំសំខាន់អ៊ំឧស្សាហ៍ដាំលកក្រីរនង จ้าอมดำ គ្រប់មុខទាំងអស់ อนงใจอมดำไปเลยนะ បាទ อมติ้งใดได้ละอมกระดำคนเอง បាទចឹងនេះអ៊ំលុយ3000អ៊ំណា จ้า 3000បាទខ្ញុំមកដឹងសោះខ្ញុំឃើញអ៊ំដាក់លក់អញ្ចឹងរាល់ថ្ងៃតែខ្ញុំមកដឹងថាអ៊ំមកពីខាងថៃ จ้า ហើយមក30ឆ្នាំហើយអ៊ំនិយាយខ្មែរអត់ទាន់ច្បាស់ល្អផងគ្រប់ណាស់អ៊ំណាលុយ จ้า បាទ ครบแล้วครับ បាទកូនច្រើនអ៊ំជម្រាបលាបាទចាំថ្ងៃក្រោយមកខ្ញុំជួយទិញទៀតបាទអ៊ំគាត់ជនជាតិថៃខ្ញុំមិនដឹងទេពុកម៉ែបងប្អូនអញ្ចឹងទៅបានគាត់និយាយខ្មែរអត់សូវច្បាស់ហើយគាត់ឧស្សាហ៍គាត់ដាំដំណាំជុំវិញផ្ទះលោកមិនចេះថឹកអញ្ចឹងនេះនៅចិត្តវិទ្យាល័យកន្ទឺបងប្អូននៅខាងមុខនោះវិទ្យាល័យកន្ទឺហើយកន្ទឺ2ហ្នឹងអញ្ចឹងខ្ញុំមកដល់ខាងមុខទៀតចិត្តដល់ច្រកចូលទៅកាន់ទំនប់កង្ហត់ហ្នឹងបងប្អូនឃើញថាផ្ទះសម្បែងជាប្រវត្តិយ៉ាងតាមនេះស្រស់ស្អាតបងប្អូនដោយសារតែមានភ្នំមានជកាខ្ញុំរត់ទិញទឹកសុទ្ធមកដបសិនអូយាយជំរាបសួរយាយយាយស្ដាប់ខ្ញុំអត់បានទេខ្ញុំទិញទឹកសុទ្ធនៅទឹកសុទ្ធនៅទៀមគាត់នេះជាង
ទិញកន្លែងគាត់នេះបងជ្រាបសួរបងទិញទឹកសុទ្ធបងទិញទឹកសុទ្ធទិញទឹកសុទ្ធ10ធំមួយមានតើបងមានទឹកសុទ្ធ10ធំតើអីបងទៅលក់ឯនៅនេះជីរដល់ឃើញមានលក់តាលក់ចិត្តមួយឆ្នាំ ចិត្តមួយឆ្នាំហ្នឹងណាពីមុនបងនៅណាឃើញទុកកន្លែងនេះចោលមកឃើញផ្ទះតាមនេះសិតតែព្រៃ នៅក្នុងឡោះ អូ លើវត្តស្ទឹង បាទដូចខាងមុខនេះផ្ទះគាត់លក់ចាប់ហួយដែរពីមុនឃើញដូចផ្ទះហ្នឹងអត់មានអ្នកនៅទេ អានេះយកអានេះយកអានោះ មានយកកម្ពុជាមកនោះ យកកម្មវិធី បាទ 2000ហ្នឹងណា ចា អរគុណ ទៅណាវិញ ខ្ញុំទៅរូងបាទជីដើរលេង ជីដើរលេង បាទអរគុណណាស់បងជម្រាបលា